សិក្សាវត្តបគឺរៀនពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី6ហើយអ្វីដែលសំខាន់ណាស់គឺមានបរិហារប័ណ្ណហើយបើថាចម្រៀងជាតិវិញគឺថាក្មេងៗនៅនឹងចេះគ្រប់គ្នាហើយចេះគ្រប់បទខ្ញុំពិតជាសរសើរទៅដល់លោកគ្រូអ្នកគ្រូនិងលោកនាយកដែលខ្ញុំបានទៅឃើញផ្ទាល់ជាគួរឲ្យកោតសរសើរខ្លាំងមែនទែនព្រោះខ្ញុំមើលឃើញថាគឺគាត់យកចិត្តទុកដាក់ជាមួយក្មេងៗខ្លាំងអ្វីដែលខ្ញុំកត់សម្គាល់គឺកន្លែងនេះអ្នកទាំងអស់គ្នានេះខ្ញុំលួចថតគាត់បានតិចៗណាគឺគាត់អង្គុយចាំមើលកូនសិស្សហើយគាត់កាយវិការមើលទៅគឺថាកូនសិស្សទាំងអស់ប្រៀបបានដូចជាកូនរបស់គាត់បង្កើតចឹងនិយាយទៅគឺធ្វើចេញពីបេះដូងហ្មងហើយថ្ងៃចូលរួមបកវិស្សមការនឹងដែរគឺក្រោមគណៈអធិបតីលោកជំទាវបណ្ឌិតកឹមសេដ្ឋានីលោកជំទាវបណ្ឌិតបានសម្ដែងសម្ដាជាមួយក្មេងៗលោកគ្រូអ្នកគ្រូប្រសាសន៍របស់លោកជំទាវបណ្ឌិតពិតជាមានន័យខ្លាំងមែនទែនដែលបានផ្ដែផ្ដាំទៅដល់ក្មួយៗឲ្យខិតខំប្រឹងប្រែងសិក្សាសុខភាពចំណីអាហារផ្សេងៗដើម្បីអភិវឌ្ឍប្រទេសជាតិយើងទៅមុខទៀតហើយថ្ងៃបើកវិស្សមការនេះដែរក្រុមហ៊ុនយកក៏បាននាំមកនៅទឹកសដែកយកបច្ច័យជូនដល់ក្មេងៗថ្ងៃបើកវិស្សមការផងដែរព្រោះថាទឹកសដែកយកមានកម្រិតជាតិស្ករទាបមិនមានសារធាតុគីមីផលិតចេញពីសដែកលេខ1មកពីប្រទេសកាណាដាផលិតចេញពីសដែកស្រស់ 100% ហើយក៏មានបងយើងធ្វើការនៅក្នុងរោងចក្រនោះគឺជាខ្មែរសុទ្ធសាធ 100% ហើយទឹកសដែកយកគឺជាទឹកសដែកដំបងគេដែលអនុញ្ញាតឲ្យលក់នៅក្នុងសាលារៀនហើយក្រុមហ៊ុនយកមានលក់ទឹកផ្លែឈើមានលក់ទឹកសដែកមានភេសជ្ជៈជាច្រើនមុខទៀតដែលមានកម្រិតស្ករទាបទៅមិនប៉ះពាល់ដល់សុខភាពថ្ងៃទី1ខែ11គឺជាថ្ងៃបើកបវិស្សមការនៅសាលាបឋមសិក្សាវត្តរាជបូរសាលាបឋមសិក្សាវត្តរាជបូរនេះគឺជាសាលាគំរូមួយនៅក្នុងខេត្តសៀមរាបយើងហើយបើរឿងវិន័យសុជីវធម៌សិលធម៌ផ្សេងៗនៅនឹងគឺតឹងរឹងខ្លាំងមែនតើពីការចោលសម្រាមទាំងរបស់របរលក់ដូរហូបចុកនៅក្នុងសាលាគឺថាគាត់ច្បាស់លាស់ណាស់មិនមែនចេះតែឲ្យលក់ចង់លក់អីក៏បានទេណានៅក្នុងសាលាហ្នឹងគឺគាត់បានគិតទៅដល់សុវត្ថិភាពចំណីអាហារវិន័យទៅលើសិលធម៌សុជីវធម៌ហើយនឹងការសិក្សារបស់ក្មេងៗគឺល្អិតល្អន់ខ្លាំងមែនតើវីដេអូមួយនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបង